បន្ទប់នេះអាចឲ្យសិស្សរៀនបានប៉ុន្មានអ្នកដែរយើងដាក់20នាក់បាទមកជួននេះយើងដាក់10នាក់ទៅ12 10នាក់ទៅបាទហើយមកថ្នាក់ហ្នឹង25នាក់បាទអញ្ចឹងយើងតែរៀនម៉ោងតារាគ្នាដែរបាទរៀនម៉ោងតារាគ្នាពេលគាត់រៀនគាត់ចែកការភាគគ្នាដូចថាយើងមួយរៀនភាសាអង់គ្លេសមួយរៀនខ្មែរអីចឹងបរិញ្ញពង្រឹងភាសាបរិញ្ញបង្ហាញពីកម្មវិធីគ្រូកន្លងមកអីមាននេះជាកុំព្យូទ័រដែលយើងទៅទទួលបានដែរពីខាងភ្ញៀវសប្បុរសជនដែលខាងក្រុមហ៊ុនគាត់ឧបត្ថម្ភមួយតូមផតខាងលើនេះសកម្មភាពទាំងអស់នេះគឺជាសកម្មភាពកូនកុមារនៅសាលាយើងហ្នឹងដែលព្រលឹមឡើងគាត់ទៅហូបបាយហើយមុននឹងទៅសាលារៀនហ្នឹងត្រូវញ៉ាំបាយសិនឬក៏អ្នកណាដែលនៅនេះក៏ញ៉ាំបាយដែរព្រលឹមឡើងហើយដែលយើងចែកអង្គនេះចែកឲ្យគាត់ត្រៀមថ្ងៃណាក៏អត់មកនេះគាត់មានអង្គហូបជាពិសេសដូចជាថ្ងៃសៅរ៍ថ្ងៃអាទិត្យអីគាត់យើងឲ្យគាត់ដាំបាយនៅផ្ទះញ៉ាំខាងក្រោយនេះរចនាសម្ព័ន្ធការងារកន្លែងខ្ញុំបាទមានខ្ញុំហើយអ្នកគ្រូបាទអ្នកគ្រូនាយករងហើយនិងអ្នកគ្រូ2នាក់នេះហើយនិងអ្នកបើកបរម្នាក់នេះសកម្មភាពនេះគឺជាអនុស្សាវរីយ៍ដែលខ្ញុំធ្វើការងារជាមួយនឹងម្ចាស់ជំនួយកាលពី18ឆ្នាំមុនបននេះយើងមើលគ្រូមានបញ្ហាប្រឈមអ្វីខ្លះក៏ដូចជាមានសំណុំពរអីដែរបាទបញ្ហាប្រឈមរបស់ខ្ញុំមិនមែនតែសម្រាប់ថ្ងៃនេះទេគឺយើងមានបញ្ហាប្រឈមហ្នឹងយូរហើយដែលតាំងពីយើងដាច់ជំនួយមកហ្នឹងមានបញ្ហាប្រឈមហ្នឹងចំនួន3ចំណុចបាទចំណុចទី1គឺយើងមិនមានថវិកាសម្រាប់ធ្វើការងារបាទយើងចង់ឲ្យការងារជួយកូនកុមារពីតំពាំងទៅឲ្យល្អហ្នឹងគឺយើងអត់មានថវិកាហ្នឹងគឺចំណុចទី1ដែលយើងពិបាកបាទហើយចំណុចទី2គឺតាក់ទងទៅនឹងឪពុកម្ដាយអាណាព្យាបាលសិស្សមិនសូវសហការក្នុងការឲ្យកូនគាត់មករៀនបានទេគាត់ថាកូនគាត់គឺតាមចិត្តវាទៅបាទលោកគ្រូបាទហ្នឹងទី2ហើយចំណុចទី3គឺកុមារខ្លួនឯងនឹងតែម្ដងពួកគាត់ក្មេងឆ្លាតប៉កែមានសក្តានុពលតែម្ដងពួកខ្ញុំនៅមួយក្មេងយូរខ្ញុំដឹងច្បាស់បាទប៉ុន្តែគាត់អត់ចង់រៀនគាត់ចូលចិត្តលេងអញ្ចឹងបញ្ហាប្រឈម3មុខហ្នឹងគឺយើងពិបាកក្នុងការធ្វើការងារហ្នឹងអញ្ចឹងដើម្បីជោគជ័យក្នុងការងារហ្នឹងបានគឺយើងត្រូវមានវិធីសាស្ត្រទី1យើងត្រូវធ្វើម៉េចរកថវិកាពីសប្បុរសជនមកឲ្យគ្រប់សម្រាប់ផ្ទៃក្នុងសាលារៀនមានគ្រូមានសិស្សមានការចំណាយអីគ្រប់ទី2ត្រូវបញ្យល់ម៉ែឪនោះឲ្យគាត់យល់ថាការសិក្សាគឺមានតម្លៃណាស់មានអនាគតសម្រាប់គាត់សម្រាប់កូនគាត់ថ្ងៃក្រោយហើយថែមនឹងជួយដល់ប្រទេសយើងទៀតនេះគឺដោយអ្វីដែលលោកគ្រូគាត់បានបង្ហាញកាលពីព្រឹកមិញថាលោកគ្រូបានលក់អាវហើយអាវយឺតនេះស្អាតណាស់ហើយអាវនេះគឺផលិតដោយបាទស្ត្រីមេម៉ាយបាទដែលពួកគាត់មានគ្នា6 7នាក់នៅឯព្រៃហូរភ្នំពេញបាទលក់តម្លៃមិនដែរលោកគ្រូមូលនិធិជួយដល់សាលាខ្ញុំមួយយើងស្នើសុំភ្ញៀវ25,000រៀល25,000រៀលបាទក្នុងនោះឃើញលោកគ្រូឃើញដាក់កន្លែងនេះដាក់ឧបត្ថម្ភកុមារកំព្រានិងកុមារក្រីក្រនៅអង្គការសាលារៀនភូមិវាលរុនតាឯកខេត្តសៀមរាបបាទអញ្ចឹងមាន Facebook កន្លែងនេះដែរបាទអង្គការសាលារៀនភូមិវាលនេះបាទគឺ Facebook page នេះ Facebook របស់អង្គការបាទហ្នឹងហើយអញ្ចឹងបងប្អូនអាចតាក់ទងជាមួយលោកគ្រូផ្ទាល់ឬក៏តាមរយៈFacebook នេះបាទ Facebook អង្គការសាលារៀនភូមិវាលបាទអរគុណបាទអរគុណច្រើនលោកគ្រូបាទ